នៅក្នុងយុគសម័យដែលភូមិសាស្ត្រនយោបាយសកលនិងតំបន់កំពុងជួបប្រទះនឹងភាពមិនប្រកបប្រជានិងការប្រែប្រួលយ៉ាងគំហុកខ្លឹមសារនៃសន្ទរកថារបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានៅក្នុងវេទិកាអនាគតអាស៊ានបានក្លាយជាត្រីវិស័យបង្ហាញផ្លូវដ៏មានឥទ្ធិពលសន្ទរកថានេះមិនត្រឹមតែជាការប្រកាសនៅជំហរយុទ្ធសាស្ត្ររបស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែវាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទស្សនវិស័យវែងឆ្ងាយឧត្តមគតិដ៏វិសេសវិសាលរបស់សម្ដេចចំពោះជាតិអាស៊ានពិភពលោកនិងជាពិសេសគឺសុឆន្ទៈដ៏ម៉ឺងម៉ាត់ច្បាស់លាស់ក្នុងការដោះស្រាយទំនាស់ព្រំដែនជាមួយប្រទេសជិតខាងទី1ឧត្តមគតិនៃការរួមរស់ដោយសន្តិភាពសុឆន្ទៈច្បាស់លាស់លើបញ្ហាព្រំដែនជាមួយថៃចំណុចស្នូលដែលតាក់ទាញចិត្តនិងបង្ហាញពីភាពជាអ្នកដឹកនាំកម្រិតខ្ពស់របស់សម្ដេចធិបតីគឺសុឆន្ទៈដ៏បរិសុទ្ធនិងច្បាស់លាស់ក្នុងការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសថៃទាំងព្រំដែនគោកទាំងតំបន់ទាមទារត្រួតស៊ីគ្នានៅសមុទ្រឲ្យទៅជាសន្តិភាពអចិន្ត្រៃយ៍សម្ដេចធិបតីបានសង្កត់ធ្ងន់ដោយគ្មានភាពសពេចសពិលថាកម្ពុជាប្រកាន់ខ្ជាប់ដាច់ខាតនូវគោលការណ៍ដោះស្រាយដោយសន្តិវិធីនិងផ្អែកលើច្បាប់អន្តរជាតិជាពិសេសលិខិតទុបកគតិយុត្តនានានិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រតាមរយៈការជំរុញយន្តការផ្សះផ្សាដោយបង្ខំក្រោមក្របខ័ណ្ឌ UNCLOS កម្ពុជាបានបង្ហាញខ្លួនជារដ្ឋគំរូនៃការគោរពច្បាប់ដែលមិនប្រើប្រាស់នយោបាយកំភួនដៃឬអំណាចយោធានោះឡើយនេះជាការប្រកាសច្បាស់ថាខ្សែព្រំដែនអន្តរជាតិដាច់ខាតមិនត្រូវកែប្រែដោយប្រើកម្លាំងបាយឡើយហើយកម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការចរចាដោយស្មោះត្រង់មិនលាក់ពុតដើម្បីបញ្ចប់ជម្លោះដែលអូសបន្លាយមិនទុកឲ្យក្លាយជាចំណាត់ខ្មាំងនៃនយោបាយផ្ទៃក្នុងនិងដើម្បីសេចក្តីសុខសាន្តរបស់ប្រជាជនជំនាន់នេះនិងជំនាន់ក្រោយទី2ទស្សនវិស័យចំពោះជាតិមនសិការស្នេហានិងភាពធន់របស់ប្រជាពលរដ្ឋដើម្បីគាំទ្រដល់ចក្ខុវិស័យការទូតដ៏ម៉ឺងម៉ាត់នេះសម្ដេចធិបតីបានផ្សារភ្ជាប់ទៅនឹងការកសាងកម្លាំងសាមគ្គីភាពនិងមនសិការស្នេហាជាតិប្រកបដោយហេតុផលនៅក្នុងស្រុកក្នុងកលៈទេសៈដែលអធិបតេយ្យភាពជាតិប្រឈមនឹងភាពផុយស្រួយឧត្តមគតិខ្ពស់បំផុតរបស់ប្រជាពលរដ្ឋគឺការតម្កល់ប្រយោជន៍រួមជាធំការគោរពច្បាប់រដ្ឋនិងការគាំទ្រជំហរយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលទស្សនវិស័យរបស់សម្ដេចបានលើកឡើងថានៅក្នុងសមរភូមិសម័យទំនើបដែលមានទាំងសង្គ្រាមព័ត៌មានទាំងសង្គ្រាមចិត្តសាស្ត្រប្រជាពលរដ្ឋត្រូវប្រើប្រាស់បញ្ញាគតិបណ្ឌិតនិងការគិតបត់ចត់ជំនួសឲ្យអារម្មណ៍ជ្រុលនិយមការជៀសវាងការបញ្ចេញមតិប្រមាថឬការទាមទារឲ្យប្រើហិង្សាព្រមទាំងការប្រែក្លាយក្តីបារម្ភទៅជាភាពធន់ខាងផ្លូវចិត្តនិងជាកម្លាំងស្ថាបនាគឺជាគ្រឹះដ៏រឹងមាំក្នុងការធ្វើជាបង្អែកដល់ស្ថាប័នជាតិនិងការការពារអាយុជីវិតនៃប្រជាជាតិទាំងមូលទី3ចក្ខុវិស័យរបស់អាស៊ាននិងពិភពលោកយកប្រជាជនជាស្នូលនិងនីតិរដ្ឋក្នុងការពង្រីកវិសាលភាពហួសពីព្រំដែនកម្ពុជាសម្ដេចធិបតីបានបង្ហាញនូវឧត្តមគតិនយោបាយដ៏ធំធេងចំពោះគ្រួសារអាស៊ាននិងសហគមន៍អន្តរជាតិចំពោះអាស៊ានសម្ដេចបានរំលឹកយ៉ាងម៉ត់ចត់អំពីមិត្តភាពអាស៊ាននិងស្មារតីនៃកិច្ចសន្ទនាស្មារតីសុចរិតភាពនិងការគោរពគ្នាទៅវិញទៅមកកម្ពុជាចង់បង្ហាញថាការដោះស្រាយជម្លោះរវាងរដ្ឋសមាជិកដោយសន្តិវិធីគឺជាការរក្សាសាមគ្គីភាពនិងភាពរឹងមាំរបស់អាស៊ានទាំងមូលមិនឲ្យមហាអំណាចខាងក្រៅជ្រៀតជ្រែកបានឡើយចំពោះពិភពលោកសម្ដេចធិបតីបានឆ្លុះបញ្ចាំងពីវិបត្តិនៃសណ្ដាប់ធ្នាប់អន្តរជាតិនិងការជឿទុកចិត្តជាយុទ្ធសាស្ត្រសម្ដេចបានប្រកាសថាទោះជាប្រទេសតូចប៉ុន្តែកម្ពុជាមានបេះដូងធំនៅក្នុងការគោរពរដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងប្រឆាំងជាដាច់ខាតចំពោះការគំរាមកំហែងប្រើប្រាស់កម្លាំងបាយឧត្តមគតិផ្ដោតលើប្រជាជនទាំងសន្តិភាពទាំងវិបុលភាពសេដ្ឋកិច្ចមិនមែនជាគោលដៅចុងក្រោយនោះឡើយទស្សនវិស័យរបស់សម្ដេចគឺប្រជាជនជាស្នូលពោលគឺតម្លៃពិតប្រាកដនៃគោលនយោបាយគឺស្ថិតនៅលើការលើកកម្ពស់ជីវភាពរស់នៅសេចក្តីថ្លៃថ្នូរសុវត្ថិភាពនិងការរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋសន្ទរកថារបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតគឺជាសក្ខីកម្មដ៏រស់រវើកនៃការទូតកម្ពុជាសម័យថ្មីដែលមានភាពទន់ភ្លន់តែម៉ឺងម៉ាត់តលហិកដែលយកច្បាប់អន្តរជាតិធ្វើជាជញ្ជាំងបង្អែកយកមនសិការស្នេហាជាតិប្រកបដោយបញ្ញាញាណជាគ្រឹះផ្ទៃក្នុងនិងយកសន្តិភាពធ្វើជាដំបូលនៃការចរចាជាមួយប្រទេសជិតខាងមិនត្រឹមតែបង្កើតនូវទំនុកចិត្តនយោបាយខ្ពស់ជាមួយភាគីថៃប៉ុណ្ណោះទេប៉ុន្តែវាស្ដែងឲ្យឃើញពីឧត្តមគតិបរិសុទ្ធរបស់មេដឹកនាំកម្ពុជាដែលជាដៃគូសន្តិភាពដ៏ពិតប្រាកដនិងជាសមាជិកអាស៊ានដែលមិនអាចខ្វះបានក្នុងរបៀបវិរៈអនាគតសកលលោកដែរនេះគឺជាបទវិចារណកថាដែលសរសេរដោយលោកបណ្ឌិត ឈុត ប៊ុនថង